ក្នុង LAN ទី 1 ហើយចឹងហើយសម្រាប់ទី 3 និងទី 4 នេះខ្ញុំដាក់នៅក្នុង LAN 2 ចឹងដើម្បីឲ្យវាអាចទំនាក់ទំនងគ្នាបានឬក៏ឲ្យវាស្គាល់គ្នាបានយើងត្រូវធ្វើការបង្កើត bridge ចឹងដល់ខ្ញុំ set ឲ្យវា LAN ទី 1 ហ្នឹងនៅ IP 192.10.10.0/24 ហើយសម្រាប់ LAN នៅក្នុង LAN ទី 2 នេះគឺ 192.20.0/24 ចឹងទៅចឹងproject ហ្នឹងមានតែប៉ុណ្្នឹងទេហើយបន្តមកទៀតយើងចូលទៅមើលខាងការ config ម្ដងដែលខ្ញុំបានបង្កើតខ្ញុំបាន remote ទៅតាមរយៈ Winbox អញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាទៅចូលមើលក្នុង Winbox របស់គ្នាអញ្ចឹងពេលចូលមកដំបូងហ្នឹងយើងអត់មានអីទេអត់បិទសិនយើងធ្វើការបិទឲ្យអស់សិនមកអញ្ចឹងចូលមកដំបូងខ្ញុំចូលទៅកាន់ interface តបមកទៀតខ្ញុំទៅ rename ទៅលើ port ចឹងទៅហើយចឹងសម្រាប់ port ទី 1 នេះខ្ញុំដាក់ rename វាថា WAN មានន័យថាយើងភ្ជាប់ទៅកាន់ port នៃ network អីចឹងទៅនេះសម្រាប់ port ទី 1 នេះហើយបន្តមកទៀតខ្ញុំបាន rename តែមួយហ្នឹងទេដោយសារតែផ្សេងខ្ញុំអត់ត្រូវការ rename ទេឬក៏អ្នកនរគ្នាចង់ rename ក៏បានដែរថានេះ PC សម្រាប់LAN 1សម្រាប់ LAN 1 HOIT អីស្រេចអ្នកនរគ្នាអញ្ចឹងអាហ្នឹងសម្រាប់ការចំណាំរបស់យើងឯងអញ្ចឹងបន្ទាប់ពីខ្ញុំធ្វើការ rename វាដើម្បីចំណាំអញ្ចឹងហើយយើងចូលទៅកាន់bridge ម្ដងអញ្ចឹងចំណុចបន្ទាប់ហ្នឹងយើងធ្វើការបង្កើត bridge ដោយដំបូងឡើយយើងចូលមកកាន់ bridge នេះមកហើយពេលដំបូងហ្នឹងយើងអត់មាន bridge នេះទេដោយសារតែខ្ញុំបង្កើតហើយអញ្ចឹងខ្ញុំនឹងបង្ហាញថាវាបង្កើត bridge ហ្នឹងមិនអញ្ចឹងយើងបានបង្កើត bridge 2នេះសម្រាប់ LAN 1 និង LAN 2អញ្ចឹងសម្រាប់ LAN 1គឺសម្រាប់ពួកមកក្តុបនេះហើយសម្រាប់bridge ទី LAN ទី 2 ហ្នឹងសម្រាប់មកក្តុបហ្នឹងអញ្ចឹងយើងទៅមើលការបង្កើតដោយយើងចុចទៅលើសញ្ញាបូកនេះដើម្បីធ្វើការបង្កើតនៅ bridge ហ្នឹងអញ្ចឹងយើងចុចតាមហ្នឹងមកហើយបន្ទាប់មកទៀតយើងគ្រាន់តែ rename វាទៅដាក់ឈ្មោះអីស្រេចអ្នកនរគ្នាសម្រាប់ចំណាំអញ្ចឹងទៅខ្ញុំដាក់ bridge LAN 1អញ្ចឹងទៅដើម្បីចំណាំអញ្ចឹងទៅហើយបន្ទាប់មកទៀតយើងចុច OK មកជាការស្រេចហើយតែប៉ុណ្្នឹងទេហើយសម្រាប់ទី 2ក៏អញ្ចឹងដែរយើងគ្រាន់តែចុចសញ្ញាបូកនឹងដើម្បី create វាមកហើយយើង rename ឈ្មោះអីទៅធម្មតាទេអញ្ចឹងតែប៉ុណ្ណឹងទេសម្រាប់ការបង្កើត bridge ហើយបន្តមកទៀតយើងចូលទៅកាន់ port យើងធ្វើការ add port ហ្នឹងដើម្បី add ទៅឲ្យ bridge ហ្នឹងអញ្ចឹងមានន័យថាLAN ទាំងអស់ហ្នឹងPC ទាំងអស់ហ្នឹងវានេះ port ទី 2 ទី 3អញ្ចឹងនេះ port ទី 2 ហើយ port ទី 3អញ្ចឹងទៅហើយចឹងសម្រាប់ port ទី 2 ទី 3 ទី 4 ទី 5អីហ្នឹងនេះខ្ញុំបាន add ឲ្យវាទៅកាន់ bridge ដោយទី 2 ទី 3 នេះខ្ញុំឲ្យវាទៅ add វាចូលទៅក្នុង port នៃ bridge LAN ទី 2ហើយសម្រាប់ទី 4 ទី 5 នេះខ្ញុំ add ទៅ bridge នៃ LAN ទី 2អញ្ចឹងទៅហើយអញ្ចឹងយើងចូលទៅមើលក្នុងការបង្កើតម្ដងទៅកើត add port ចូលទៅកាន់ bridge ហ្នឹងទៅយើងចុចសញ្ញាបូកហ្នឹងដែរទៅតមកទៀតយើងជ្រើសរើសនៅ port ដែលយើងចង់ add ចូលទៅកាន់ bridge ហ្នឹងអញ្ចឹងនេះខ្ញុំចុចport ទី 2 នេះមកដើម្បី add អញ្ចឹងយើងជ្រើសរើសយក port ទី 2 នេះមកនេះដោយទី 2 port ទី 2 ហ្នឹងនេះPC មួយហ្នឹងអញ្ចឹងយើងចុច add វាមកហើយបន្តមកទៀតយើងជ្រើសរើសយក bridge ណាដែលយើងចង់ add ឧទាហរណ៍យើងចង់ដាក់port ទី 2 ហ្នឹងដែលជា PC មួយហ្នឹងចូលទៅកាន់bridge ទី 1 អញ្ចឹងទៅយើងចុចទី 1 ហ្នឹងទៅហើយយើងចុច OK ទៅហ្នឹងវានឹង add ទៅ port ទី 1 ហើយផ្សេងទៀតដូចគ្នាអញ្ចឹងដែរតែនេះខ្ញុំបង្កើតវាមាន4 PC នេះដែលវាមាន2 PC នៅក្នុង LAN 2ហើយ2 PC ទៀតនៅក្នុង LAN 1អីចឹងទៅ
វាមានតែប៉ុណ្ណឹងទេតមកទៀតយើងចូលទៅកាន់បន្ទាប់ពីយើងធ្វើការបង្កើត bridge ហើយយើង add port អីរួចរាល់ហើយយើងចូលទៅកាន់ IP នេះមកដើម្បីបង្កើត set IP address ឲ្យ client របស់យើង so យើងគ្រាន់តែចុចមក add address ចឹងមកបានន័យថាយើងអាចចូលមកបង្កើត IP address set IP address ឲ្យវាបានហើយចឹងជាចូលមកដំបូងនេះអាពីរនេះអត់មានទេដោយមានតែមួយនេះដែលជា default IP ដែលវាបានមកពីអ៊ីនធឺណិតរបស់យើងអាហ្នឹងនេះវាបានមកពីport ទី1នៃ network នេះចឹងគឺវាបានមកពីអាហ្នឹងបានមកពីអ៊ីនធឺណិតហ្នឹងហើយបន្តមកទៀតយើងគ្រាន់តែធ្វើការបង្កើតនៅadd នៅ IP 2ឲ្យទៅកាន់ bridge របស់យើងអញ្ចឹងយើងគ្រាន់តែចុចសញ្ញាបូកទៅហើយយើងនឹងបង្កើតវាបានហើយអាហ្នឹងវាមាន2ហើយ add ទៅ bridge ទី LAN ទី1ហើយនិង LAN ទី2អញ្ចឹងយើងចូលទៅមើលការបង្កើតម្ដងអញ្ចឹងដោយយើងចុចទៅសញ្ញាបូកនេះដើម្បី add ទៅលើ IP ឲ្យ client របស់យើងអញ្ចឹងយើង set IP មកតាមដែលយើងចង់ដាក់ IP ប៉ុន្មានដាក់ទៅហើយបន្តមកទៀតយើងជ្រើសរើសយក bridge មកដែលយើង bridge មួយណាដែលយើងចង់ឲ្យវាឲ្យ IP ប៉ុន្មានយើងចង់ដាក់ឲ្យវានៅក្នុង range ប៉ុន្មានអីចឹងទៅដូចនៅក្នុងនេះខ្ញុំដាក់ឲ្យវាសម្រាប់ bridge LAN ទី1ខ្ញុំឲ្យ 192.168.10.1/24 ចឹងទៅអញ្ចឹងអានេះនៅក្នុង range 10ហើយនេះនៅ LAN bridge នៅក្នុង LAN 2នេះវានៅវាមាន range 20អញ្ចឹងវាមាន range ខុសគ្នាទៅឲ្យclient របស់យើង so បន្ទាប់ពីយើងadd IP address ឲ្យវាហើយយើងធ្វើការទៅបង្កើត DHCP server ឲ្យ client ដើម្បីឲ្យវាបោះ IP address ឲ្យ client របស់យើងអញ្ចឹងដោយចូលមកដំបូងនេះយើងអត់មានទេអាពីរនេះDHCP 2នេះគឺអត់មានទេអញ្ចឹងខ្ញុំធ្វើការបង្កើតវាដោយខ្ញុំចុចទៅលើ DHCP setup នេះហើយបន្តមកទៀតយើងជ្រើសរើសយក bridge ដែលយើងចង់ឲ្យវាបោះ DHCP ឲ្យ client ហ្នឹងទៅអញ្ចឹងយើងចុចទៅលើ bridge 2ហ្នឹងទៅដែលយើងបោះឲ្យតែ2ហ្នឹងឯងដល់ពេលយើងបោះឲ្យ2ហ្នឹងទៅបានន័យថាPC PC ដែលយើងបានset នៅក្នុង port bridge ហ្នឹងក៏ទទួលបាន IP ដែរអញ្ចឹងហើយខ្ញុំចុចទៅលើឧទាហរណ៍ bridge 1ទៅហើយចុច next ទៅវានឹងទទួលបាននៅ IP ហើយដល់ពេលបន្តមកទៀតបន្ទាប់ពីយើងបង្កើតនៅ DHCP server ហើយយើងចូលទៅកាន់ IP ដែរហ្នឹងតែយើងទៅ add NAT ដើម្បីឲ្យវាស្គាល់ជាមួយនឹងអ៊ីនធឺណិតអញ្ចឹងពេលចូលមកដំបូងនេះ NAT នេះក៏អត់មានដែរអញ្ចឹងអានេះខ្ញុំបាន add NAT អញ្ចឹងចូលទៅមើលការបង្កើតអស់គ្នាដោយយើងចុចទៅលើសញ្ញាបូកនេះដើម្បី add នៅ NAT ហ្នឹងហើយយើងចុចមកទៅaction នេះមកបន្តមកទៀតយើងយក masquerade នេះដើម្បីឲ្យវាបង្កើត NAT ហើយចុច OK មករួចរាល់ហើយអញ្ចឹងនៅក្នុងការ config ហ្នឹងមានតែប៉ុណ្ណឹងទេអញ្ចឹងយើងចូលទៅកាន់ការតេស្តម្ដងអញ្ចឹងដើម្បីឲ្យយើងអាចដឹងថាតើវាស្គាល់គ្នាអត់ហើយការបង្កើតយើងជោគជ័យអត់អញ្ចឹងអានេះវារឿងយូរដែរនេះមកពីផាសខ្ញុំ slow អញ្ចឹង it's not responding
វាយ DHCP មកហើយរៀនថាមកអានេះយើងឆែកមើល IP របស់វាដែរអញ្ចឹងយើងឆែកមើល IP ទាំងអស់ទៅដើម្បីស្រួលយើង copy ហើយយើង ping ថាតើអ៊ីនធឺណិតហ្នឹងវាស្គាល់គ្នាអត់នៅក្នុង LAN របស់គ្នាហ្នឹងអញ្ចឹងអា PC មួយនេះនៅក្នុង rank 10នេះវាទទួលបាន 192.168.10.254 អញ្ចឹងសម្រាប់អាទី2វិញ253នេះខុសតែមួយលេខទេនេះហើយអញ្ចឹងអាហ្នឹងបានន័យថាយើងធ្វើត្រូវហើយទី3នេះសម្រាប់ទី3នេះវានៅក្នុង rank 20អញ្ចឹងនេះនៅក្នុង rank 20ហើយវាទទួលបាន IP 192.168.2053ហើយសម្រាប់អាទីPC ទី4នេះវាទទួលបាន 192.168.20 254អញ្ចឹងយើងចូលមកកាន់ការតេស្តម្ដងថាតើវាស្គាល់គ្នាអត់អញ្ចឹងយើងធ្វើការ ping ទៅហើយយើងយកជាមួយនឹង IP របស់វានឹងមក IP របស់អាទី3នឹងមកពីចឹងហើយយើងផាសវាចូលនេះគឺបានន័យថាវាស្គាល់អញ្ចឹងបានន័យថាទី1ស្គាល់ទី3ហើយអញ្ចឹងខ្ញុំសូមអត់ធ្វើការតេស្តទៅលើអាទី4ទេព្រោះអីវាដូចតែវានៅក្នុង rank 20ដូចតែគ្នាទេអញ្ចឹងយើងធ្វើការតេស្តពីអាទី1មកអាទី3ម្ដងឬក៏យើងចង់តេស្តទាំងអស់ក៏បានដែរតែយើងចាដែរយើងតេស្តតែមួយក៏បានដែរអត់អីអញ្ចឹងបានន័យថាវាស្គាល់អញ្ចឹងការ config របស់យើងហ្នឹងបានន័យថាជោគជ័យហើយអញ្ចឹងយើងសាកតេស្តអាទី2ទី4ដែរកុំឲ្យថាអត់បានតេស្តអីចឹងអញ្ចឹងអាទី4 ping មកអញ្ចឹងអាទី4នេះ ping មកទី1ក៏ស្គាល់ដែរហើយយើងចូលមកទីចូលមកទី2 ping មកទី4ម្ដងមើលថាតើវាស្គាល់តែប៉ុណ្ណេះហើយមិនដែលថាវាមិនស្គាល់តែអត់វាស្គាល់យ៉ាគឺវាស្គាល់តែទាំងអស់គ្នាអញ្ចឹងយើងសាក ping ទៅកាន់អ៊ីនធឺណិតម្ដងមើលថាតើវាស្គាល់គ្នាអត់អញ្ចឹងយ៉ាយើងការ ping កាន់អ៊ីនធឺណិតហ្នឹងហើយដោយសារយើងបង្កើតណាអញ្ចឹងវា ping ទៅកាន់អ៊ីនធឺណិតក៏វាស្គាល់ដែរអញ្ចឹងទី1ស្គាល់ហើយមិនដែលថាអាផ្សេងទៀតអត់ស្គាល់ដែរវាស្គាល់